លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីកងទ័ពកម្ពុជាឡាវបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍខេត្តស្ទឹងត្រែងកងទ័ពកម្ពុជានិងឡាវបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននេះបើយោងតាមការកំណត់ហេតុនៃកិច្ចប្រជុំលើកទី4របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរប្រចាំឆ្នាំ2026នៅឯសន្តាគារអង្គរមាសក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរសៀលថ្ងៃទី18ខែឧសភាឆ្នាំ2026ឆ្នាំ2026នេះដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី4ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍អ៊ិតសារ៉ាតអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទនិងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍តូវ៉ាន់ថងប៊ុនតាក់វងអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវនិងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវកិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពអំពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរឃើញថាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់និងបន្តយន្តការតាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជាឡាវដោយបានឯកភាពគ្នាបានលទ្ធផលគួរជាទីមោទនៈនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពគ្នាបន្តនិងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយជាព្រំដែនសន្តិភាពបញ្ជាឲ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពតាមបណ្ដោយព្រំដែនកងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្ដោយព្រំដែនត្រូវសហការជាមួយសមត្ថកិច្ចនិងស្ថាប័នដែលមានការពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជាអំពើភេរវកម្មការជួញដូរមនុស្សការជួញដូរគ្រឿងញៀនការជួញដូរអាវុធយុទ្ធភណ្ឌការជួញដូរវត្ថុបុរាណការកាប់បំផ្លាញព្រៃឈើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ទំនិញកិច្ចពន្ធការរុករកសម្បត្តិធម្មជាតិខុសច្បាប់ការបរបាញ់សត្វព្រៃនិងបទល្មើសនានាបន្តឲ្យកងកម្លាំងការពារព្រំដែនរបស់កងយោធពលខេមរៈភូមិន្ទនិងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវឲ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នាជួបប្រជុំផ្លាស់ប្តូរព័ត៌មាននិងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខតាមបណ្ដោយព្រំដែនដោយសន្តិវិធីនិងត្រូវរាយការណ៍និងសុំគោលការណ៍ពីថ្នាក់លើព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្តដែលញុះញង់ឲ្យមានអំពើហិង្សាក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពមិត្តភាពរបស់ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរកម្ពុជាឡាវជាមួយគ្នានេះដែរត្រូវមានវិធានការការពារការទប់ស្កាត់ការបង្ហោះដ្រូនភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យនៃប្រទេសទាំងពីរនិងមិនឲ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពគ្នាលើកិច្ចការខណ្ឌសីមារបស់បង្គោលព្រំដែនភាគីទាំងពីរបានឯកភាពគ្នាជំរុញឲ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្ដងជាប្រក្រតីដែលផ្លាស់ប្ដូរគ្នាធ្វើជាម្ចាស់ផ្ទះរវាងកងពលតូចអន្តរាគមន៍លេខ9នៃកងយោធពលខេមរៈភូមិន្ទនិងកងពលថ្មើរជើងលេខ5នៃកងទ័ពប្រជាជនឡាវតំបន់ប្រតិបត្តិការសឹករោងព្រះវិហារកម្ពុជានិងបញ្ជាការដ្ឋានយោធាខេត្តចម្ប៉ាសាក់ឡាវតំបន់ប្រតិបត្តិការសឹករោងស្ទឹងត្រែងកម្ពុជានិងបញ្ជាការដ្ឋានយោធាខេត្តចម្ប៉ាសាក់ឡាវតំបន់ប្រតិបត្តិការសឹករោងរតនគិរីកម្ពុជានិងបញ្ជាការដ្ឋានយោធាខេត្តអត្តពើឡាវក្នុងករណីបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះបន្តនឹងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាឡាវឲ្យបានយល់ដឹងអំពីច្បាប់និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរជៀសវាងការប្រព្រឹត្តអំពើល្មើសច្បាប់និងសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរបន្តការគាំទ្រឲ្យគណៈកម្មាធិការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជាឡាវកិច្ចការព្រំដែនកម្ពុជាឡាវ JBC អនុវត្តតាមតួនាទីរបស់ខ្លួន
បន្តឲ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគីនៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរតាមកម្មវិធីដែលបានឯកភាពគ្នាកន្លងមកដោយផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះមួយឆ្នាំម្ដងតាមពេលវេលាជាក់ស្ដែងនិងកំណត់ស្មារតីអ្នកចូលរួមភាគីនីមួយៗមិនលើសពី20រូបភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាពមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនប្រទេសទាំងពីររាល់បញ្ហាសន្តិសុខដែលកើតឡើងទៅរួមគ្នាដោះស្រាយដោយសន្តិវិធីនិងត្រូវគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបន្តគាំទ្រនិងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាពមិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយនិងអ្នកជិតខាងល្អជាពិសេសបណ្ដាអង្គភាពដែលឈរជើងតាមបណ្ដោយព្រំដែនត្រូវធ្វើការរាក់ទាក់គ្នាឲ្យបានល្អនិងជាប្រចាំផ្លាស់ប្ដូរព័ត៌មានទាន់សភាពការនិងបង្កើតឲ្យមានកម្មវិធីសិល្បៈកម្សាន្តវប្បធម៌និងកីឡាជាមួយគ្នាទៅវិញទៅមកភាគីទាំងពីរបន្តអនុវត្តតាមពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវកាលពីថ្ងៃទី14ខែកញ្ញាឆ្នាំ2022នៅរដ្ឋធានីវៀងច័ន្ទនៃសាធារណរដ្ឋប្រជាមានិតឡាវឲ្យទទួលបានជោគជ័យសូមបញ្ជាក់ថាកិច្ចប្រជុំលើកទី5របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវនឹងធ្វើឡើងនៅសាធារណរដ្ឋប្រជាមានិតឡាវដោយពេលវេលានិងទីកន្លែងប្រជុំនឹងជូនដំណឹងនាពេលក្រោយតាមរយៈការិយាល័យអនុព័ន្ធយោធានៃប្រទេសទាំងពីរព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ